OK តោះសួស្តីយើងចឹងថ្ងៃនេះមក configuration switch មែនយើង remote ចេញពី computer របស់យើងទៅកាន់ switch តាមរយៈ console ណាចឹងនៅក្នុងនេះឥឡូវខ្ញុំបើក notepad មួយឲ្យគ្នាយើងអានេះខ្ញុំផ្ញើឲ្យអស់ហើយផាសវាចូលមកចឹងរបស់ទាំងអស់នេះគឺសុទ្ធតែអីដែលគ្នាយើងត្រូវធ្វើណាអញ្ចឹងនៅក្នុងនេះទី1គឺគ្នាយើងអូសខ្សែកន្លែងនេះមកអូអាខ្សែហ្នឹងណាអូពីនឹងមកកាន់ switch វិញហ្នឹងបន្ទាប់គឺគ្នាយកពាក្យថា console អាខ្សែ Q នេះអញ្ចឹងដាក់ហ្នឹងមកយក OS32 មកតាមរយៈ port console បានដែរអញ្ចឹងតាមរយៈ port console បន្ទាប់មកទីធ្វើបែបទៀតគឺនេះគ្នាមើល step នេះអញ្ចឹងទី1នាងដាក់ IP ឲ្យ switch មកនាងចូលទៅកាន់អានេះចូលកាន់កុំព្យូទ័រដាក់ IP ដាក់សុំទោសដាក់ IP ឲ្យកុំព្យូទ័រសិនអញ្ចឹងទី1ខ្ញុំដាក់ 192.168 គាត់តែចុច 1.2 ចុះហើយដែលយើងត្រូវធ្វើបន្ទាប់ទៀតគឺគ្នាចូលទៅកាន់កុំព្យូទ័រហ្នឹងដដែលតមកខ្វែងវាចេញហើយយកពាក្យថា terminal អញ្ចឹងនាងចុច OK មកតមក scroll មកក្រោម enter ហើយគ្នាចុចពាក្យ enable configure terminal មកបន្ទាប់មកគ្នាយើងត្រូវដាក់ password ទៅកាន់ user mode របស់យើងដើម្បីការពារប្រព័ន្ធ security ក្នុងហ្នឹងណាអញ្ចឹងអីដែលគ្នាយើងចុចគឺពាក្យថា line យើងទៅវាយពាក្យថា line console line console ស្អីបែបហ្នឹង enter បន្ទាប់មកទៀតគឺគ្នាយើងវាយពាក្យថា password នេះដាក់អីដាក់ទៅខ្ញុំដាក់ admin ណាអញ្ចឹង log in ផងហើយអីប៉ុណ្ណឹងអីដែលយើងត្រូវធ្វើបន្តគឺគ្នាយើងយកដាក់ password ទៅកាន់ privilege mode គឺវាយពាក្យថា enable secret អញ្ចឹងនេះដាក់អីដាក់ទៅអញ្ចឹងខ្ញុំដាក់ admin ណាតែប៉ុណ្្នឹងទេហើយអីដែលយើងត្រូវធ្វើបន្តមានន័យថាយើងចង់ដឹងថាតើប្រព័ន្ធ security ដែលយើងបានដាក់ហ្នឹងវាអាចគេមើលឃើញអត់ឬក៏ឯកថាដាក់ password ហ្នឹងឲ្យគេមើលឃើញអត់អញ្ចឹងគ្នាវាយពាក្យថា do so ដោយសារយើងស្ថិតនៅក្នុង global mode do so run ហើយ enter មកបានហើយគ្នាមើលកន្លែងពាក្យថា no service and password encryption គេណាគេនិយាយពីពាក្យថា no service encryption គឺមានន័យថារបស់យើង password របស់យើងអត់ទាន់បាន encrypt ទេអញ្ចឹងតែយើងធ្វើមិនគឺគ្នាអាចចុច enter ទៅក្រោមរហូតមកនេះនឹងឃើញពាក្យថា line console 0នេះឃើញ password admin អញ្ចឹងមានន័យថា password របស់យើងអត់ទាន់បាន encrypt ទេត្រូវអញ្ចឹងដើម្បី encrypt បានតែយើងធ្វើមិនគ្នា control C ផ្ដាច់មកបន្ទាប់មកគ្នាវាយពាក្យថា service ហើយគេទៀត password encryption ឬក៏គ្នាយើងអាចទៅសេចេះក៏បានសេពាក្យពេញក៏បានឬក៏គ្នាថាប់វាមកវាបានហើយអញ្ចឹងឥឡូវខ្ញុំ do so run សាំអីបន្ទាប់មកគ្នាយើងមើលខាងលើនេះកន្លែង service password encryption នេះវាមានថាគឺវាទទួលបានការ encrypt ទេត្រូវអត់អញ្ចឹងគ្នាអាចចុចមកក្រោមហើយ scroll មកក្រោមរហូតមកវានឹងឃើញកន្លែង login line console password នេះត្រូវបាន encrypt ព័ត៌មានទាំងអស់នឹងចេញហើយអញ្ចឹងខ្ញុំនឹងផ្ដាច់វាចេញមកវិញសួរថាតើមកដល់ត្រឹមនេះតែយើងធ្វើមិនទៀតយើងមើល step បន្ទាប់តែយើងធ្វើអីគឺតបពីដាក់ password encrypt ហើយគ្នាយើង set IP ទៅកាន់ switch អញ្ចឹងគ្នាយើងចូលទៅកាន់ interface VLAN លេខ1មែន default របស់ switch ណាអញ្ចឹង enter មកបន្ទាប់មកធ្វើមកទៀត IP add ធម្មតា 192.168.1.1 បន្ទាប់មក 255.255.255.0 មកហើយដែលធ្វើបន្តគឺ no chat ដើម្បីបើកថតអញ្ចឹងតែយើងធ្វើមកទៀតគ្នាអាចដាក់ banner បានចង់ដាក់អីដាក់ទៅឬថត banner ហ្នឹងគឺជាអីគេនៅពេលណាដែលយើង control ផ្ដាច់វាចេញនាងកន្លែងនេះអត់ឃើញមានតើអត់អញ្ចឹងខ្ញុំដាក់ password សម្រាប់ admin enable ហើយ admin អញ្ចឹងចូលមក configure terminal ហើយគ្នាយើងអាចដាក់ថា banner mode អញ្ចឹងនៅក្នុងនេះគ្នាក៏វាយដក clear ហើយត្រង់ជ្រុងមួយវាយបែបនេះអញ្ចឹងក្នុងនេះគ្នា enter មកហើយនៅក្នុងនេះមានន័យថាគ្នាចង់សេអីសេទៅប៉ុន្តែត្រូវបញ្ចប់ដោយសញ្ញាត្រង់ជ្រុង one visual ណាអញ្ចឹងខ្ញុំដាក់ថា hello attacker អញ្ចឹងទៅ no copy land អញ្ចឹងនៅក្នុងនេះគ្នាត្រូវបញ្ចប់ដោយពាក្យត្រង់ជ្រូកមក enter មកបានហើយអញ្ចឹងខ្ញុំ control Z ខ្ញុំដាក់ទីថយក្រោយវិញនេះគេយើងឃើញជាប់ទាំងអស់ហើយអញ្ចឹងនៅក្នុងនេះខ្ញុំដាក់ admin enable ហើយវាយពាក្យថា admin ឡើងវិញណែ
trong ai châu ba này trong người không này cứ miền tập phần năng thế thì thua phần năng